បាទស្រីរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺកូនស្រីហេងគេនេះបាទគឺមកទទួលសេវាកម្មចាក់សក់ពិតចូលស្បែកក្បាលតែម្ដងបាទប៉ុន្តែចៃដន្យអីនៅពេលដែលខ្ញុំកាត់កគាត់ចិនហ្នឹងបាទគឺដោះកគាត់ចេញហ្នឹងបានឃើញយ័ន្តមួយបាទនៅខាងក្រោយហ្នឹងបាទគឺប្រភេទយ័ន្តមានជារូបបេះដូងបាទបើខ្ញុំតាខ្ញុំគិតទៅជារូបអ្នកកណាថាជាយ័ន្តដែលមានក្តីស្រឡាញ់អីចឹងបាទបងប្អូនទាំងអស់គ្នាបាទយើងក៏មិនដឹងដែរព្រោះយើងវាមិនចេះអានភាសាយ័ន្តភាសាអីទេហើយយើងក៏អត់បានថាសុំគាត់បាទចឹងហើយខ្ញុំក៏ដាក់ក្បាលគាត់ហ្នឹងចូលទៅកវិញចឹងហើយក៏សុំគាត់ទៅថាដើម្បីចាក់សក់គាត់ហ្នឹងឲ្យស្អាតបាទគឺម៉ែរបស់គាត់ហ្នឹងគឺឲ្យមកទទួលសេវាកម្មចាក់សក់ពិតចូលស្បែកក្បាលបាទដើម្បីឲ្យវាស្រស់ស្អាតអញ្ចឹងបាទពុកម៉ែបងប្អូនទាំងគ្នាហើយយើងសុំក្រោយអញ្ចឹងក៏វាអត់អីដែរបាទព្រោះយើងបានសុំគាត់ហើយម៉ែរបស់គាត់ក៏ថាអត់អីដែរគឺអរគុណខ្លាំងមែនតើសម្រាប់បងស្រីបាទគឺឲ្យកូនស្រីមកទទួលសេវាកម្មចាក់សក់ពិតចូលស្បែកក្បាលតែម្ដងបាទពុកម៉ែបងប្អូនទាំងគ្នាចាំទស្សនានៅពេលដែលចាក់សក់ពិតហើយរួចរាល់ថាតើកូនតុក្កតានេះខ្ជូតនិងស្រស់ស្អាតប៉ុណ្ណាបាទហើយហាងយើងខ្ញុំក៏មានទទួលសេវាកម្មបោកសម្អាតលាងនិយាយទៅជួសជុលកូនតុក្កតាដើម្បីឲ្យថ្មីវិញតែម្ដងបាទបើសិនពុកម៉ែបងប្អូនទាំងគ្នាពេញចិត្តអាច inbox ចូល page ឬក៏តាម Telegram បានបាទអរគុណច្រើនសម្រាប់អ្នកចូលមកទស្សនានៅក្នុង YouTube បាទសូមជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីទៀតបាទអរគុណ